មានកញ្ចប់ថវិកាជាង$20,000ចង់បានរថយន្តប្រភេទ7កៅអីហេតុអ្វីមិនពិចារណារថយន្ត MPV នៅខាងក្រៅខ្ញុំនេះគឺជា model GN6 Pro MPV 7កៅអីដែលជារថយន្តទំនើបនៃត្រកូលអភិជនតោះអញ្ចឹងបើដឹងហេតុផលថាហេតុអ្វីបានជាពុកម៉ែបងប្អូនគួរតែពិចារណាទិញរថយន្ត MPV 7កៅអីនៃត្រកូលអភិជនមួយនេះរថយន្ត GN6 Pro ឆ្នាំ2026ត្រូវបាន design មកបែបចិត្តចង់ជាមួយនឹងភាពប្រណិតភាពដ៏អមមកជាមួយនឹងសំណាញ់ប្រណាដ៏ធំជាមួយនឹងចង្កៀង LED ដែលមានមុខងារបិទបើកដោយស្វ័យប្រវត្តិអ្វីដែលសំខាន់គឺភ្ជាប់មកជាមួយនឹង feature Follow Me Homeការ design ផ្នែកចំហៀងក៏មានភាពតាក់ទាញដូចគ្នាដែរជាមួយនឹងទំហំកង់18អ៊ីងដែលយើងប្រើប្រាស់ជាលក្ខណៈយ៉ាន់អាលុយមីញ៉ូមស្វិតធន់និងរឹងមាំផងដែរជាមួយនឹងការ design រូបរាងដ៏ធំនៅផ្នែកចំហៀងដែលធ្វើឲ្យការចេញនិងចូលរថយន្តបាទគឺងាយស្រួលល្អខ្លាំងមែនទែនជាក់ស្ដែងដោយដែលខ្ញុំបានបើកទ្វារផ្ទាល់តែម្ដងយើងងាយស្រួលនៅក្នុងការចូលរថយន្តចំពោះការ design រូបរាងផ្នែកខាងក្រោយអមមកជាមួយនឹងចង្កៀង LED មួយឆ្នូតភ្ជាប់ពីខាងឆ្វេងមកខាងស្ដាំរំលេចជាមួយនឹងភ្លើងពណ៌ក្រហមឆ្អិនឆ្អៅអញ្ចឹងចំណុចកន្លែងនេះគឺទំនើបនិងកលិតសម្រាប់ឆ្នាំ2026មែនតើចំណុចដែលគួរឲ្យតាក់ទាញជាងគេនៃរថយន្ត GN6 Pro គឺផ្នែកកណ្ដាលនៃរថយន្តផ្ទាល់តែម្ដងអមជាមួយនឹងកៅអី2ដែលមានចន្លោះដើម្បីយើងអាចធ្វើការដើរទៅខាងក្រោយបានជាមួយនឹងការកំណត់ម៉ាស៊ីនត្រជាក់ផ្នែកកណ្ដាលសងខាងផ្ទាល់តែម្ដងអញ្ចឹងចំណុចកន្លែងនេះគឺបញ្ជាក់បានថារថយន្ត GN6 Pro ឆ្នាំ2026ជារថយន្ត MPV ពិតប្រាកដដែលយើងអាចធ្វើដំណើរបានជាមួយនឹងសមាជិករហូតដល់7នាក់ពេញលេញតែម្ដងចំពោះកៅអីផ្នែកទី3នៅជួរខាងក្រោយនេះគឺមានសភាពធំទូលាយមែនទែនដែលយើងអាចធ្វើការបត់បែននៅសកម្មភាពបានគ្រប់ទម្រង់តែម្ដងអ្វីដែលសំខាន់មានកន្លែងដាក់កែវទឹកជាមួយនឹងកន្លែងសាកថ្មទាំងសងខាងតែម្ដងអ្វីដែលកាន់តែពិសេសនៅមានភ្ជាប់មកជាមួយនឹងម៉ាស៊ីនត្រជាក់នៅផ្នែកកៅអីជួរទី3ផងដែរបន្ទាប់ពីការ design ផ្នែកកណ្ដាលជាមួយនឹងផ្នែកខាងក្រោយនៃរថយន្តចំពោះផ្នែកខាងមុខបាទកៅអីខាងមុខនៃរថយន្តផ្ទាល់តែម្ដងគឺការ design បែបមកជាមួយនឹងភាពប្រណិត premium ដែលភ្ជាប់មកជាមួយនឹងស្បែកជាង 90% នៅផ្នែកខាងមុខផ្ទាល់តែម្ដងងាយស្រួលនៅក្នុងការចាប់កាន់និងមានផាសុកភាពនៅពេលបើកបរនៅរយៈផ្លូវឆ្ងាយៗចំពោះដៃចង្កូតនៃរថយន្ត GN6 Pro ត្រូវបានភ្ជាប់មកជាមួយនឹងចង្កូតអេឡិចត្រូនិកងាយស្រួលនៅក្នុងការចាប់កាន់និងងាយស្រួលនៅក្នុងការបត់បែនគ្រប់កលៈទេសៈផ្ទាល់តែម្ដងអមជាមួយនឹង screen ដែលមានរាងជាត្រវែងលាតសន្ធឹងវែងជាលក្ខណៈ digital ដែលបង្ហាញជាមួយនឹងព័ត៌មានដ៏ច្បាស់ដល់អ្នកបើកបរនិងអ្នករួមដំណើរចំពោះការ design ផ្នែក console កណ្ដាលនៃរថយន្ត GN6 Pro គឺបែប premium និង luxury high class ខ្លាំងមែនទែនអមជាមួយនឹងចង្កឹះលេខ electronic ដែលងាយស្រួលនៅក្នុងការបញ្ចូលលេខជាមួយនឹងមុខងារ driving mode ដែលយើងអាចធ្វើការបញ្ជា mode រថយន្តបានច្រើនយ៉ាងអមមកជាមួយនឹងមុខងារ ហ្វ្រាំងដៃ electronic ជាមួយនឹង option auto hold ជាមួយនឹង spaceកណ្ដាលដែលយើងអាចធ្វើការដាក់ជាមួយនឹងកែវទឹកឬក៏ដបទឹកបានចំនួន2ជាមួយនឹង space ដ៏ធំនៅ armrest ផ្នែកកណ្ដាលនេះយើងអាចធ្វើការដាក់ជាមួយនឹងសម្ភារៈផ្សេងៗបានយ៉ាងច្រើនផងដែរ GN6 Pro ត្រូវបានភ្ជាប់មកជាមួយនឹងរុនសាកថ្ម USB ប្រភេទ Type C ដែលយើងអាចធ្វើការសាកថ្មនៅក្នុងល្បឿនដ៏លឿនផងដែរនិងមានសុវត្ថិភាពទៅដល់ទូរស័ព្ទដៃឬក៏ tabletកៅអីរបស់ GN6 Pro ត្រូវបានបំពាក់មកជាមួយនឹងស្បែកប្រភេទ Premium និងភ្ជាប់មកជាមួយនឹងមុខងារ Electronic ផងដែរដែលងាយស្រួលនៅក្នុងការសារ៉េកៅអីផ្ទាល់ផងដែររថយន្ត GN6 Pro ឆ្នាំ2026ក៏បានភ្ជាប់មកជាមួយនឹងមុខងារកាមេរ៉ា360និងអាចធ្វើការ record ជុំវិញរថយន្តទាំងមូលតែម្ដងចំពោះមុខងារសុវត្ថិភាពរបស់រថយន្ត GN6 Pro ត្រូវបានភ្ជាប់មកជាមួយនឹងមុខងារ ADAS 2.0 ដែលបង្កើនជាមួយនឹងកម្រិតសុវត្ថិភាពនៅក្នុងការបើកបរមានភ្ជាប់មកជាមួយនឹងដំបូលកញ្ចក់ Panoramic Sunroof ដែលយើងអាចធ្វើការបញ្ជាបើកនិងបិទដំបូលផ្ទាល់តែម្ដងបើទោះបីជារថយន្ត GN6 Pro ជាប្រភេទរថយន្ត7កៅអីពិតមែនប៉ុន្តែ space ទុកអីវ៉ាន់នៅផ្នែកខាងក្រោយនេះគឺមានសភាពធំទូលាយខ្លាំងមែនទែននិងមានជម្រៅដ៏ជ្រៅដែលយើងអាចធ្វើការដាក់វ៉ាលីបាទដែលមានសាយទំហំសាយ L និងសាយ XL បានដូចគ្នាផងដែរចំពោះរថយន្ត GN6 Pro គឺយើងអាចធ្វើការប្រែកាយឲ្យរថយន្តមួយនេះក្លាយជារថយន្តប្រភេទ SUV ដែលយើងអាចធ្វើការដាក់អីវ៉ាន់បានច្រើនដោយរថយន្ត5កៅអីដូចគ្នាផងដែរ
ថ្មីត្បិតតែរថយន្ត GN 6 Pro ឆ្នាំ2026ជាប្រភេទរថយន្ត MPV 7 កៅអីពិតមែនប៉ុន្តែរថយន្តនេះក៏បានជាប់មកជាមួយនឹងម៉ាស៊ីន 1.5 លីត្រ Turbo Charge ដែលផលិតកម្លាំងសេះបានរហូតដល់177 horsepower ជាមួយនឹងកម្លាំងរមុល270 Newton m ឯណោះដែលធ្វើឲ្យការបើកបរគ្រប់កលៈទេសៈផ្លូវគឺមានសភាព smooth និងរលូនខ្លាំងមែនទែនតោះអញ្ចឹងពុកម៉ែបងប្អូននៅពិចារណាដល់ណាទៀតជាមួយនឹងតម្លៃត្រឹមតែ $29,999 ពុកម៉ែបងប្អូននឹងក្លាយជាម្ចាស់នៃរថយន្ត GN 6 Pro MPV 7 កៅអីដែលទំនើបនៃត្រកូលអភិជន